បាទសួស្តីបងប្អូនពលតាមការសន្យាការពីម្សិលមិញខ្ញុំថានឹងបង្ហាញពីរបៀបនៃការរកលុយតាម Facebook ជូនទៅដល់បងប្អូនយើងទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមក៏ប៉ុន្តែដើម្បីកុំឲ្យវីដេអូនេះវែងពេកឥឡូវនេះខ្ញុំសូមបង្ហាញតែពីរបៀបនៃការរកលុយតាមរយៈ account Facebook របស់យើងបើសិនជាយើងលេងធម្មតាយើងមិនអាចរកលុយបានទេក៏ប៉ុន្តែយើងអាចបំលែងបានពី Facebook ធម្មតាទៅជា Facebook Professional Mode អញ្ចឹងចង់ដឹងថា Facebook ធម្មតាបំលែងទៅជា Professional Mode គេបំលែងបែបម៉េចតោះចូលទៅតាមខ្ញុំទាំងអស់គ្នាសម្រាប់បងប្អូនដែលមាន account Facebook បែបនេះគឺមិនអាចរកលុយបានទេរបៀបនៃការបន្លែងអញ្ចឹងយើងចូលទៅទាំងអស់គ្នាជាមួយខ្ញុំហើយឥឡូវនេះយើងមកមើលផ្នែកខាងលើឃើញសញ្ញាត្រី3អញ្ចឹងយើងចុចកន្លែងសញ្ញាត្រី3ហ្នឹងហើយបន្ទាប់មកទៀតយើងមករកពាក្យថាturn on professional mode អញ្ចឹងយើងចុចទៅលើកន្លែងហ្នឹងមួយហើយយើង update your profile ខាងក្រោមនេះពណ៌ខៀវនេះចុចកន្លែងហ្នឹងទៅចុចកន្លែងហ្នឹងហើយអញ្ចឹងបងប្អូនរើសយកតាមខ្ញុំគឺយើងយក public suggest អញ្ចឹងកន្លែងហ្នឹងគឺយើងដាក់ជាសាធារណៈបន្ទាប់មកយើងចុច next នៅផ្នែកខាងក្រោមនេះចុច next មានន័យថាយើងដល់ step ទី2ហើយចូលដល់ចំណុចទី3គឺយើងមិនចាំបាច់ចុចអ្វីទាំងអស់គឺមកមើលផ្នែកខាងក្រោមនេះឃើញពាក្យថា confirm ពណ៌ខៀវនេះអញ្ចឹងយើងចុចពាក្យ confirm នេះទៅចុចពាក្យ confirm ហើយបន្ទាប់មកគេឲ្យយើងរើសប្រភេទ content របស់យើងថាតើយើងចង់បើក professional mode ហ្នឹងចង់ធ្វើពីអីសម្រាប់ខ្ញុំគិតថាបងប្អូនដែលឧស្សាហ៍ផុសរូបលេងផុសវីដេអូលេងចូលចិត្តថតជាសកម្មភាពថតជាអីអញ្ចឹងខ្ញុំsuggestឲ្យបងប្អូនយកពាក្យថានេះdigital creator អញ្ចឹងកន្លែងហ្នឹងយើងចុចពាក្យថា digital creator នៅក្នុងចំណុចនេះយើងអាចរើសបានដូចជា3-4 content ដែរអញ្ចឹងយើងអាចចុច digital creator នេះមួយមកហើយយើងមើលមកក្រោមទៀតមានពាក្យថានេះ personal blog អញ្ចឹងយើងយកនេះ personal blog នេះមួយទៀតមកមានន័យថាយើងធ្វើវីដេអូ blog ខ្លីៗធ្វើវីដេអូបែប real បែបអីអញ្ចឹងណាអញ្ចឹងយើងចុចនៅលើ personal blog នេះមកហើយយើងយកតែពីរនឹងបានហើយចំពោះបងប្អូនយើងដែលគាត់មានជំនាញផ្សេងៗយើងអាចយកផ្សេងគ្នាបានដូចជា photographer ដូចជា dancer អ្នករាំដូចជា coach អ្នកបង្ហាញអីចឹងទៅអាចសិល្បៈ business អ្នកជំនួញអីចឹងទៅអញ្ចឹងខ្ញុំយកតែប៉ុណ្្នឹងហើយបងប្អូនយើងមានជំនាញផ្សេងទៀតអញ្ចឹងយើងយកតាមហ្នឹងទៅហើយបន្ទាប់មកយើងចុចមកខាងក្រោមនេះឃើញពាក្យឃើញពណ៌ខៀវនេះគេដាក់ nick អញ្ចឹងយើងចុចមួយនឹងទៀតមកដល់កន្លែងនេះយើងមិនចាំបាច់ចុចអីទាំងអស់តាមពិតយើងត្រូវចូលទៅ set up តិចតួចទៀតប៉ុន្តែឥឡូវនេះយើងគ្រាន់តែយើងបើកឲ្យចេញ professional mode សិនមកអាហ្នឹងយើងអាចចាំចូលទៅលេងជាមួយនឹង Facebook ក្រោយទៀតបានអញ្ចឹងយើងចូលតាមខ្ញុំមកនេះ go to your dashboard អញ្ចឹងចុចកន្លែងហ្នឹងមកបន្ទាប់មកឥឡូវនេះគេដាក់ថា welcome to your new dashboard អញ្ចឹងយើងចុចកន្លែងពាក្យថា get start នេះពណ៌ខៀវនេះ get start នេះហើយកន្លែងនេះយើងមិនចាំបាច់ចុចក៏បានដែរយើងថយមកក្រោយវិញក៏បានពីព្រោះកន្លែងនេះគឺយើង Facebook វាតម្រូវឲ្យយើងលេងចលែងជាមួយនឹងវាដែរអញ្ចឹងយើងអាចសាកចុចមកឥឡូវនេះគេដាក់ថា create 7 new public post with photo កន្លែងហ្នឹងគេឲ្យយើងផុស photo ឲ្យបាន7អញ្ចឹងយើងចុចមកនេះមកនេះអញ្ចឹងយើងចូលទៅរើសយក photo នៅនេះមកយកមកផុសទៅហើយខ្ញុំអត់ផុសទេឥឡូវខ្ញុំបកត្រឡប់ទៅវិញសិនហើយមួយទៀត create 7 new public reel អញ្ចឹង reel ហ្នឹងដូចវីដេអូខ្លីៗនៅក្នុងចំណុចទី2នេះដូចវីដេអូខ្លីៗវីដេអូចាប់ពី30វិនាទីឡើងទៅដល់1នាទីជាងឥឡូវ reel គាត់ឲ្យផុសបានច្រើនដែរបានច្រើននាទីអញ្ចឹងFacebook បងប្អូនយើងខ្លះគាត់ reel ផុសបានត្រឹមតែ1នាទីហើយឬក៏ក្រោម1នាទីអញ្ចឹងយើងអាចចុចកន្លែង reel ទៅរើសវីដេអូយកមកផុសទៅអញ្ចឹងយើងផុសឲ្យបាន7វីដេអូខាងក្រោមនេះគឺការលេង comment អញ្ចឹងនៅពេលដែលយើងផុសវីដេអូហើយគេតម្រូវឲ្យយើង reply comment ដែរពីព្រោះក្រុមហ៊ុន Facebook គេមិនចង់ឲ្យយើងទុកវីដេអូយើងចោលឧទាហរណ៍យើងផុសវីដេអូទៅយើងអត់ចូលទៅលេង comment អត់ចូលទៅតប comment friend របស់យើងដែលគាត់ចូល comment ក៏ក្រុមហ៊ុន Facebook មិនជួយរុញ Facebook របស់យើងឲ្យរីកកាន់តែធំដែរហើយចំណុចខាងក្រោមនេះគេឲ្យយើងទៅសេអក្សរផុសខាងក្រោមនេះសេអក្សរផុសឲ្យបាន400ពាក្យមកផុសយើងចង់ទៅសេមកផុសឲ្យបាន400ពាក្យក៏បានដែរអត់បញ្ហាទេកន្លែងនេះវីដេអូឬក៏រូបស្លឹកតែកាលណាយើងផុសហើយយើងមានភ្ជាប់ caption អញ្ចឹងកាលណាមានភ្ជាប់ caption គឺវារាប់បញ្ចូលនៅកន្លែងហ្នឹងអត់មានអីជានេះទៀតទេឥឡូវនេះខ្ញុំថយមកក្រោយវិញអញ្ចឹងយើងអស់ហើយណា
ទូនីតិរបស់យើងបំលែងពី Facebook ធម្មតាទៅជា Facebook Professional Mode ដើម្បីទទួលបាននៅការ invite ឲ្យយើងអាចរកលុយបានអញ្ចឹងកន្លែងនេះយើងត្រឡប់មកក្រោយវិញសិននេះឥឡូវមិញនេះយើងចូលទៅគឺវានៅទម្រង់បែបនេះក្រោយពីយើង set up ហើយតែចាំមើលវា load បែបណាអញ្ចឹងឥឡូវយើង refresh វាមួយសិនមកនេះបងប្អូនយើងឥឡូវនេះចេញហើយគឺនេះវាចេញពាក្យថា dashboard អញ្ចឹងវាចេញពាក្យថា dashboard នេះមានន័យថា Facebook របស់យើងគឺអាចរកលុយបានហើយឲ្យតែគ្រប់គោលការណ៍គ្រប់តាមការកំណត់របស់ក្រុមហ៊ុន Facebook វានឹងទម្លាក់ tool CM ដែលយើងហៅថា tool monetization ដើម្បីអាចរកលុយបានអញ្ចឹងយើងចុចកន្លែង